ជំរាបសួរពុកម៉ែបងប្អូនសាច់គោចៀនហើយយកមកជ្រលក់ជាមួយអំបិលអាមេរិកចាស់ដឹងតែជាតិហើយបងប្អូនមែនអត់បងប្អូនមិនបាច់នេះខ្ញុំប្រាប់ក៏បងប្អូនដឹងថាឆ្ងាញ់ដែរទឹកម្រេចរបស់នេះខ្ញុំថ្ងៃនេះលាយឡើងខាប់ចេះទៀតជ្រលក់ឆ្ងាញ់ណាស់បងប្អូនណានិយាយវាមានជាតិហ្មងដាក់មួយម៉ាត់ចូលមាត់ជាវាជាតិពេញមាត់តែម្ដងតោះតែមើលពីរបៀបចៀនសាច់របស់នេះខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់គោប្រហែលជាកន្លះគីឡូហើយនេះខ្ញុំក៏បានយកសាច់គោហ្នឹងមកជានេះខ្ញុំជាយក5ប្រទេសណាហើយសាច់គោថ្ងៃនេះខ្ញុំមានប្រឡាក់ជាមួយគ្រឿងក្រៅអីទេបងប្អូននេះខ្ញុំចៀនសាបទេតែនេះខ្ញុំដាក់ជាមួយរ៉ូឌីបន្តិចដែរណាឥឡូវនេះខ្ញុំក៏ដាក់ខ្ទះឲ្យក្តៅហើយនេះខ្ញុំក៏ចាក់ប្រេងសណ្តែកចូលបន្តិចបន្ទាប់មកទៀតនេះខ្ញុំយកសាច់គោហ្នឹងមកដាក់ចៀនតែម្ដងនេះខ្ញុំចៀនមួយសន្ទុះក្រោយមកនេះខ្ញុំប្រែម្ដងអញ្ចឹងណាហើយសាច់គោដែលនេះខ្ញុំយកមកចៀននេះបងប្អូនសាច់ផុយល្អណាស់ពេលដែលយើងយកទៅញ៉ាំជាមួយទឹកអំបិលអាមេរិកវាឆ្ងាញ់ហើយនេះខ្ញុំចៀនអត់ឲ្យឆ្អិនពេកទេនេះខ្ញុំចៀនប្រែចុះប្រែឡើងនិយាយទៅឲ្យវាឆ្អិនសព្វស្មើគ្នាអញ្ចឹងណាហើយឲ្យនៅរាងពណ៌កាឈូកខាងក្នុងនិយាយទៅកុំឲ្យស្ងួតពេកកុំឲ្យក្រៀមពេកណាកាលណាយើងចៀនស្ងួតពេកទៅអាសាច់គោហ្នឹងវាឡើងរឹងអត់ឆ្ងាញ់ទេពេលដែលយើងយកមកញ៉ាំជាមួយអំបិលអាមេរិកវាអត់សូវឆ្ងាញ់ទេវារឹងឆ្កើតតលែងឆ្ងាញ់បាត់ហើយបងប្អូនអញ្ចឹងហើយចៀនមកឆ្អិនមកល្មមអស់ឈាមទៅហើយបងប្អូនក៏យកវាមកហាន់ជ្រលក់ជាមួយអំបិលអាមេរិកណាបងប្អូនហើយឆ្ងាញ់ហើយនេះខ្ញុំចៀនឆ្អិនហើយនេះខ្ញុំក៏នឹកឃើញថាដាក់ជាមួយអំបិលរ៉ូឌីបន្តិចណាត្រឡប់ចុះត្រឡប់ឡើងទៅឲ្យវាចូលជាតិជាមួយសាច់គោហ្នឹងទៅពេលដែលយើងយកទៅញ៉ាំទៅវាមានជាតិឆ្ងាញ់អញ្ចឹងណានេះខ្ញុំដាក់ជាមួយរ៉ូឌីបន្តិចទេបងប្អូនគ្រាន់តែលួចបន្តិចទៅឲ្យវាមានជាតិតិចៗណាហើយក៏ប្រែត្រឡប់ចុះត្រឡប់ឡើងទៅហើយឲ្យវាចូលជាតិគ្នាបន្តិចទៅនេះខ្ញុំក៏ចាប់វាឡើងដាក់ចានហើយនេះខ្ញុំក៏បានលាយជាមួយទឹកអំបិលអាមេរិកណាហើយក្រូចឆ្មានេះខ្ញុំដាក់3គ្រាប់នេះខ្ញុំច្របាច់យកទឹកវាហើយនេះខ្ញុំយកមកដាក់ជាមួយអំបិលបន្តិចវាចេងបន្តិចនិងម្សៅស៊ុបខ្នុរហើយនេះខ្ញុំក៏ដាក់ជាមួយទឹកត្រីបន្តិចណាអត់មានដាក់ស្ករអីទេបងប្អូនហើយក៏កូរវាទៅបងប្អូនដាក់ជាមួយម្រេចមួយមុខទៀតដាក់មួយម្រេចហើយក៏កូរវាទៅហើយនេះខ្ញុំក៏នឹកឃើញដួសអាទឹកដែលនេះខ្ញុំចៀនសាច់ហ្នឹងក៏យកវាមកដាក់ចូលនឹងទឹកអំបិលអាមេរិកហ្នឹងទៅឲ្យវាមានជាតិឆ្ងាញ់អញ្ចឹងណាហើយក្លិនក៏ឈ្ងុយដែរបងប្អូនដាក់ទឹកនឹង2-3ស្ព្រាចូលទៅឡើងឆ្ងាញ់មែនបងប្អូនរសជាតិជូរឆ្ងាញ់ណាបងប្អូនអត់និយាយទៅអត់ដាក់ស្ករទេបងប្អូនតែឆ្ងាញ់ដោយសារអីវាផ្អែមចេញពីទឹកត្រីដបហ្នឹងវាមានជាតិផ្អែមហ៎ដល់ពេលជ្រលក់ទៅមកល្មមឆ្ងាញ់អត់មានដាក់ស្ករដាក់អីទេបងប្អូនហើយនេះខ្ញុំក៏បានកូរវារលាយហើយក៏ហែកសាច់ហ្នឹងជ្រលក់មើលចង់ដឹងថាឆ្ងាញ់អត់ចឹងណាបងប្អូនជ្រលក់ដាក់ចូលមាត់មួយម៉ាត់បងប្អូនអើយជាតិប៉ាគេមែនសាច់ឡើងផ្អែមហើយឡើងឈ្ងុយហ្មងណាហើយសាច់គោហ្នឹងវាល្មមមកឆ្ងាញ់អត់រឹងអត់អីទេបងប្អូនសាច់ឡើងនៅតុនហ្មងណាហើយបងប្អូនមើលតំណងគួរចង់ញ៉ាំអត់ញ៉ាំជាមួយអំបិលអាមេរិកនេះត្រូវគ្នាបងប្អូនបើដាក់ម្ទេសហឹលទេរត់តែឆ្ងាញ់តែនេះខ្ញុំអត់បានដាក់ទេដោយសារម៉ែក្មេករបស់នេះខ្ញុំគាត់ភាសាដែរអញ្ចឹងហើយអត់ហ៊ានដាក់ហឹលទេណាហើយមើលសាច់គោបងប្អូនឡើងតុនល្មើយញ៉ាំជ្រលក់ជាមួយអំបិលអាមេរិកឆ្ងាញ់មែនណាបងប្អូនហើយបើបងប្អូនចូលចិត្តកុំភ្លេចជួយ share ម្នាក់មួយផងណាបងប្អូនហើយវីដេអូរបស់នេះខ្ញុំក៏បានមកដល់ទីបញ្ចប់នេះខ្ញុំក៏សូមអរគុណសូមជម្រាបលាបាយបាយ